ស្ដីអ្នកទាំងគ្នាថ្ងៃនេះដែរខ្ញុំនឹងបង្ហាញអ្នកទាំងគ្នាទាក់ទងនឹងការ configure ឬក៏ show ទាក់ទងនឹងការ assign IP នៅលើ management អញ្ចឹងដើម្បីធ្វើការបង្ហាញអ្នកទាំងគ្នាបានអញ្ចឹងយើងចូលទៅកាន់ system setting បាទអញ្ចឹងអ្នកទាំងគ្នាមើលផ្នែកខាងហ្នឹងបាទមានច្រើនអញ្ចឹងនៅលើ NAT ក៏យើងអាចធ្វើការ speed test បានដែរអ្នកទាំងគ្នាយើងអាចធ្វើការ speed test នៅលើនឹងបានអូខេអញ្ចឹងទៅខាងក្រោមទៀតវាមាន nick include factory reset អីចឹងទៅយើងធ្វើការកំណត់ password ARP scan ក៏អាច show ដែរនៅក្នុងនោះ scan ហើយយើងធ្វើការកំណត់NTP setting បាន network time protocol យើងដាក់ server យើងកន្លែងហ្នឹងមកអូខេ C pool network អីចឹងទៅអូខេអញ្ចឹងត្រង់កន្លែងនេះគឺ management គឺយើងយក default interface EM4 ហើយ address 192.168.0.10 ហើយ netmask/24 gateway យើងអាចកំណត់ក៏បានហើយ DNS ជា China ហើយនិង global អូខេអញ្ចឹងខាងក្រោមខ្ញុំសូមសូទាក់ទងជាមួយនឹង license បន្តិចបាទអញ្ចឹង license normal model NE NE 8 1000ហើយ serial គឺប៉ុណ្ណឹងបាទនេះជា serial ហើយ license user online IP និង conflict ហើយ maximum online IP បាន1000 maximum connection បាន300000ហើយ open time តាមហ្នឹងហើយ spy ប៉ុណ្ណឹងអូខេ2037អូខេតាក់ទងនឹង backup គឺដូចជាអត់មានអីច្រើនទេអ្នកនរគ្នាមើលតាមហ្នឹងទៅហើយ update ហើយតាក់ទងជាមួយនឹង service គឺមានខាងក្រោមហើយនឹង advanced នេះ advanced គឺល្អអ្នកនរគ្នាអាចធ្វើការ enable DPI ហើយ DFI ហើយ IPv4 enhance ឬក៏ TCP acceleration ហ្នឹងស្មើនឹងតាក់ទងជាមួយនឹងការ balance បាទគឺមានច្រើនអ្នកទាំងគ្នាអាចមើលតាមនឹងបានខ្ញុំ scroll ឲ្យតិចនៅក្នុង video បាទអញ្ចឹងខាងក្រោមនេះខ្ញុំធ្វើការតាក់ទងនឹងការបង្កើត user អញ្ចឹងយើងមាន user ហ្នឹងយើងមាន rule ហើយនឹង user អញ្ចឹង user ឧទាហរណ៍ថាអ្នកយើងចុចកន្លែងហ្នឹងមកយើងដាក់ account ឈ្មោះអីហើយ full name ហើយអញ្ចឹងទៅ rule ជា engineer អញ្ចឹង rule យើងមានអីខ្លះនៅក្នុងហ្នឹង rule យើងមាន engineer អញ្ចឹង engineer យើងអាចយកឲ្យគេជា exercisable យើងអាច add មកមាន exercisable មាន12ឯអ្នកនរគ្នា exercisable ហើយ only browser អញ្ចឹងអានេះស្មើនឹង full management full permission ហើយ comment យើងអាចដាក់តាមហ្នឹងទៅ comment យើងចង់ដាក់ជា description engineer ក៏បានបន្ទាប់ពីយើងបង្កើត rule ហើយយើងបង្កើត user ទៅអ្នកនរគ្នាចូល user add user ចឹងមកយើងដាក់ឈ្មោះហើយដាក់ password ទៅមកទៀតត្រង់កន្លែង confirm password យើង double confirm password យើងម្ដងទៀតទៅហើយ full name យើងដាក់អីថែមទៅយើងរើស rule ដែលយើងបង្កើតមិញ engineer ឬក៏ស្អីចឹងទៅដែលយើងបានបង្កើតនៅ rule មិញដែលយើងមានសិទ្ធិ full permission អូខេវីដេអូតាក់ទងនឹង management មានតែប៉ុណ្្នឹងទេ system setting ហ្នឹងអូខេខាងក្រោម view configure គឺអត់មានអីដែរបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងអរគុណអ្នកនរគ្នា